Hello ក៏ដូចជាសួស្តីគ្នាយើងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកចែករំលែកអ្នកនរគ្នាអំពីរបៀបបដូរ account Mobile Legends នៅលើទូរស័ព្ទដៃរបស់យើងអញ្ចឹងសម្រាប់របៀបបដូរ account នៅលើទូរស័ព្ទដៃរបស់យើងហ្នឹងគឺមានគ្នាយើងខ្លះក៏គាត់បានដឹងហើយក៏មានគ្នាយើងខ្លះទៀតដែលគាត់អត់ទាន់បានដឹងអញ្ចឹងវីដេអូនេះគឺខ្ញុំធ្វើសម្រាប់គ្នាយើងដែលអត់ទាន់បានដឹងអញ្ចឹងដើម្បីអាចបដូរ account នៅលើទូរស័ព្ទដៃរបស់យើងបានអ្នកនរគ្នាគ្រាន់តែចូលមកកាន់ game Mobile Legends របស់យើងមកហ្នឹងហើយអញ្ចឹងមកដល់កន្លែងនេះយើងយកលើរូប profile របស់យើងបន្តមកទៀតយើងមកយកពាក្យថា account ខាងក្រោមគេនេះយើងចុចលើពាក្យថា account ទៅបន្តមកទៀតយើងយកពាក្យថា switch account នៅខាងស្នាមអញ្ចឹងមកដល់កន្លែងនេះយើងនឹងឃើញ account ជាច្រើនដែលគេអាចឲ្យយើង log in ជាមួយនឹង game យើងបានអញ្ចឹងកន្លែងនេះវាមានមុនតនវាមាន game center វាមាន Facebook អីចឹងទៅអញ្ចឹងបើសិនជាយើងចង់ log in ជាមួយនឹងaccount ណាមួយយើងអាចជ្រើសយក account ហ្នឹងមកអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំចង់ login ជាមួយនឹង account Facebook អញ្ចឹងខ្ញុំចុចលើ Facebook មកហ្នឹងហើយយើងចុចលើ Facebook មកអញ្ចឹងមកដល់កន្លែងនេះយើងចុច continue អញ្ចឹងបន្ទាប់ពីហ្នឹងហើយវានឹង load ទៅផ្ទាំងមួយទៀតដើម្បីឲ្យយើងចូលទៅកាន់ account Facebook របស់យើងអញ្ចឹងយើងចុច open មកខាងនេះអញ្ចឹងវានឹង load ចូលមកដល់ account Facebook របស់យើងអញ្ចឹងយើងចុចលើអាពណ៌ខៀវខាងលើមកចុចលើពណ៌ខៀវខាងលើអញ្ចឹងយើងធ្វើការរងចាំបន្តិចទៅបន្តមកទៀតគឺវាបានចូលទៅជោគជ័យហើយអញ្ចឹងមកដល់កន្លែងនេះយើងគ្រាន់តែធ្វើការរងចាំបន្តិចទៅអញ្ចឹងកន្លែងនេះវានឹងលោតចេញដើម្បីឲ្យយើង clear game ហើយចូល game សាថ្មីអញ្ចឹងយើងចុច OK ទៅចុច OK មួយទៀតអញ្ចឹងវានឹងលោតចេញមកក្រៅបែបនេះអញ្ចឹងយើងចូលមកកាន់ game Mobile Legends របស់យើងម្ដងទៀតមកហ្នឹងហើយយើងអាចចាំមើលថាវាបដូរ account អត់អញ្ចឹងនេះកន្លែងនេះយើងបានបដូរ account ឲ្យជោគជ័យហើយនេះយើងអាចមើល account ហ្នឹងបានអញ្ចឹងវីដេអូចែករំលែកហ្នឹងគឺមានតែប៉ុណ្្នឹងទេថ្ងៃខ្លីៗបាយ